ដើមបីរក្សាច្បាប់កំណាប់បណ្ឌិតអ៊ូចុងចម្បាតខុតខីមភូមិស្លាវឃុំស្លាវអង្គស្រួលកណ្ដាលសូមអត្តកំណាប់ក្រោមចំណងជើងថាច្បាប់គោរពមេត្តាបិតាអត្តន័យខ្លឹមសារកំណាប់មានដូចតទៅភូមិបុណ្យភូមិសុខភូមិធរទៅមុខកូនរកមិនត្រូវមិនស្ដាប់វាចាទេសនាម៉ែឪតែងចង់អុលផ្លូវប្រាប់កូនប្រុសស្រីតែកូនមិនដឹងច្រើនណាស់តែខឹងនឹងម៉ែឪស្ដីតាមពិតគួរស្ដាប់សូរស័ព្ទសម្ដីលោកឲ្យគប្បីគោរពបូជាដូចស្ដាប់ព្រះសង្ឃលំអត់អោនអងបង្គំវ័នទីព្រះពុទ្ធដាក់ក្បួនប្រធូននាមមេឈ្មោះថាប៉ុបពីចាគ្រូខាងដើមសម្រាប់ទូលមានកូនចៅគ្រប់ប្រានឲ្យបានយ៉ាងឆ្នើមកុំឲ្យដើរលេងជាលបែងទីខ្ពើមកុំឲ្យរងើបសបាយជ្រុលពេកពេលយប់ប្រលប់មើលការឲ្យគ្រប់ទុកដាក់ហើយដេកហើយភ្ញាក់ពីយប់ប្ររពពុនរែកកុំឲ្យទាស់ដេកអ្នកផងទាំងឡាយមើលគេអ្នកមានគេមិនអត់ឃ្លានមានមាសប្រាក់ចាយព្រោះគេបានស្ដាប់នៅច្បាប់ឪពុកម្ដាយទើបបានសបាយនេះលោកនេះហងនេះធរទេសនារបស់មេត្តានិងបិតាផងបើកូនបានស្ដាប់នៅច្បាប់កន្លងកូននោះលែងឆ្កងចាស់ផងស្នួនភ្ញាព្រះពុទ្ធដាក់ឈ្មោះបាលីពីរោះពពៈទេវីទេវតាខាងដើមអ្នកផ្ដើមរសាបុត្រីបុត្រាហៅទេវតាផ្ទះគឺម្ដាយឪពុកជាអ្នកម្ចាស់សុខកូនមិនសំពះម៉ែឪទូលមានឆ្លៀនពៀនចង់ឈ្នះសត្រូវនឹងព្រះកន្លងអាត្មាប្រទុះសរាយនឹងឪពុកម្ដាយស្រែកហៅទេវតាអំពីខាងក្រៅដឹងនៅឯណាឆ្លុះនឹងទេវតាគឺម៉ែឪឯងតែងតែលំបាកក្រីក្រតោកយ៉ាជាតិនេះឃើញស្ដែងហើយទៅរងទុកខាងមុខពុំលែងលុះភ័យទៅស្វែងរកហៅគ្រូទាយហៅបោកលេខជាតាមក្បួនឃើញថាខុសគ្រូខាងម្ដាយឬខាងឪពុកកុំទុកយូរឆ្ងាយត្រូវលៀងលោមថ្វាយគ្រូពីរទៅជាហៅទាយត្រូវណាស់កូនស្ដាប់មិនច្បាស់បែរទៅវ័នទាអ្នកតាអរិយទេព្រះលបអង្សាម៉ែឪអាត្មាមិនថ្វាយបង្គំមិនលន់តោទោសអំពើកំហុសជូនចំនៃនំធ្វើសំឡបាយមកថ្វាយបង្គំខមាលាសុំឲ្យអត់ទោសបីដូច្នេះមិនធ្វើយកចេកទៅផ្ញើគល់ឈើក្នុងព្រៃដុំថ្មនតាវ័នទាសពថ្ងៃធូបបីសរសៃនិយាយសុំសុខម៉ែឪមិនអោយព្រោះជឿចិត្តធ្លួយចោលគុណទៅមុខច្រើនជឿបែបនេះដូច្នេះគ្រប់ស្រុកត្រង់ម្ដាយឪពុកបោះចោលទៅទេម្យ៉ាងទៀតធ្វើបុណ្យច្រើនតែចោលគុណគ្មានគិតរិះរេបោលទៅវត្តម្ដាយអត់ទៅទេព្រោះជឿតាមគេរកបុណ្យខាងក្រៅដើមបុណ្យលើផ្ទះខ្លួនកើតតន់ព្រះកន្លងគង់នៅបានត្រីត្រកាលកាត់ក្បាលឲ្យឪកណ្ដាលនាំទៅយកបុណ្យឲ្យវត្តកណ្ដាលសុទ្ធតែឆ្ងាញ់សាច់ពោះពងខ្លាញ់ថ្មិញលោកចុកមាត់ម៉ែឪជារាតន់តាបាក់មាត់ទុកក្បាលឲ្យគាត់ក្បាលសុទ្ធតែឆ្អឹងនេះហៅបុណ្យខុសទាំងស្រីទាំងប្រុសខ្ញុំប្រាប់កុំខឹងម៉ែឪនៅរស់ចូលអស់លោកប្រាំងថ្មិញគាត់នៅរឹងបានឆ្ងាញ់ពិសាខ្លះជឿបុណ្យខ្លាំង
យួរមកហូបទាំងឆ្នាំងយកទៅវត្តវាម៉ែឪអត់ឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពុះញឹកខ្ចាយឃើញសំឡគេកូនឆ្លើយវឹងថ្កានមិនបានសល់ទេខ្ញុំស្លក្រន់តើទៅវត្តទេឪពុកសួរថាបើដួសកាលណាចែកឪខ្លះទៅកូនខ្លះឆ្លើយប្រាប់ថាបាបណាស់ឪគេថាមិនត្រូវឪស៊ីមុនលោកម៉ែឪចាស់ព្រឹកឡើងឃ្លានណាស់គួរឲ្យវាយកឪទាពិសាកូនថាមុនលោកពុំបានបរិភោគគេឲ្យបាបផងនេះបុណ្យផ្កាប់មុខឬបុណ្យចោលស្រុកភ្លោះដើរផ្លូវឆ្កងបុណ្យមិនប្រកាលពិសាឡើយហងព្រោះដើរកន្លងឲ្យម៉ែឪអត់ពួកជនឆ្លៀនពៀនមិនចេះធ្វើទៀនច្រើនធ្វើទៀនក្បត់សត្វធាមិនជ្រៅជ្រុលទៅវត្តឲ្យព្រះដើមអត់ស្រែកឃ្លានពេកក្រៃនេះឯងខុសណាស់មកពីមិនច្បាប់ធម៌វិន័យបានជាប្រព្រឹត្តគំនិតព្រៃផ្សៃបន្ថោកតម្លៃនៃអ្នកមានគុណយល់ខុសស្រឡះព្រោះមិនស្គាល់ព្រះមិនច្បាស់ដើមគុណអ្នកប្រាជ្ញបុរាណថាបានធ្វើបុណ្យត្រូវថ្វាយព្រះមុនសំថ្វាយព្រះសង្ឃរៀបចំហាន់ព្រះបូជាសំពះមើលព្រះឲ្យត្រង់ប្រាយប្រាប់ជាបែបសង្ខេបតម្រង់វេផតថ្វាយសង្ឃត្រូវថ្វាយព្រះមុនគឺជូនភោជនាមេត្តាបៃតាបូជាតបគុណសំថ្វាយព្រះសង្ឃត្រត្រង់សិលបុណ្យព្រោះម្ដាយមានគុណរកអ្វីស្មើគ្មានត្រូវធ្វើបុណ្យខ្នើតម៉ែឪស៊ីកើតកំពុងស្រែកឃ្លានម៉ែឪនៅរស់កូនត្រូវធ្វើទៀនបំបត្តិក្តីឃ្លានហៅធ្វើបុណ្យខ្នើតហៅបុណ្យខែភ្លឺកុំចាំគាត់ឈឺបរិភោគលែងកើតជូនគាត់កាលជាហៅថាបុណ្យខ្នើតគាត់បរិភោគកើតបានជាងរនោចលុះបាត់ជីវិតបុណ្យខែងងឹតដូចថ្ងៃ10រោចកូនចៅទាំងឡាយយកបាយឲ្យខ្មោចម៉ែឥតប្រយោជន៍ខ្មោចណាចេះស៊ីកដឹកមេសាចេញខ្យល់រងាត្រជាក់ពេញទីមិនគិតរកភួយបានមួយឬពីរទាំងមិនសាមគ្គីរកពុកជូនគាត់ត្រូវរករបស់ជាស្នប់តន់រស់ដណ្ដប់ជូនគាត់កុំចាំដាច់ខ្យល់ទើបខ្វល់គ្រប់មាត់រកស្នប់រុំគាត់ដណ្ដប់ឲ្យអស់ឲ្យភ្លើងត្រេកអរទទួលអំណរមិនដឹងត្រូវខុសម្ដេចមិនខ្វាយខ្វល់ជូនម្ដាយការរស់ម្ដេចចាំខ្យល់អស់ទើបធ្វើអរាកាលគាត់រស់នៅព្រឹកល្ងាចក្ដួលក្ដៅស្រែកឃ្លានអស់ចាមិនគិតជូនគាត់ឲ្យអត់អាហារឲ្យតែធ្វើចាចាំផ្ទះឲ្យគេចំណីត្រីសាច់ចង់ស្ទើបកាច់អត់ជូនគាត់ទេដល់ឈឺផ្ដេកមហេតុទេបរេដេកជុះទើបគេជូននំចំណីទាំងចិត្តទាំងឆ្ងាយមូលមកសួរម្ដាយទាំងប្រុសទាំងស្រីនំទ្រេននំប៉័ងសម្រាំងថ្មីម្ដាយឈឺលែងស្ដីរឹងធ្ងៀមស្គួតកកូនហៅម៉ែស្គាល់ខ្ញុំទេបានចំណីល្អម្ដាយពូលខ្សៅប្រាវឆ្លើយតថាឯងមកម៉ែអរណាស់ណាកាលម៉ែមិនឈឺមិនមានជំងឺនោះកូនរាល់គ្នាមិនអាណិតម៉ែលុះម៉ែជរាទើបកូនរាល់គ្នាមករុញបញ្ចូលឪម៉ែស្លាប់បាត់ទើបកូនច្រវាត់ប្រាប់ញាតិតកូលឃោសនាធនធានព្រេងលៀនឲ្យចូលមកជុំប្រមូលធ្វើបុណ្យឲ្យខ្មោច
ខែផលគុណចែកថ្ងៃក្តៅកលែតឆ្ងាយទឹកហិនហោចម៉ែឪចាស់ចាស់ក្តៅណាស់អណោចមិនរែកទឹកស្រោចឪពុកម្ដាយសោះមិនមានថ្នមថ្នាក់មិនដងទឹកដាក់ពីងដោយសង្គ្រោះដល់ពេលគាត់ស្លាប់នោះស្រាប់តែស្មោះអប់ទើក្អមនោះហៅលើកចង្អះម៉ែឪរស់នៅមិននាំគ្នាទៅធ្វើការប្រវាស់ដាក់វេនក្រោយមុនតបគុណគាត់ចាស់ស្លាប់ហើយធ្វើណាស់ដណ្ដើមគ្នាដោះដោយស្រោចគល់ឈើងាកងឹតងីងើមិនដឹងត្រូវខុសទើបកូនវ័នទាស្មាលាទោសខុសម៉ែឪនៅរស់មិនដែលវ័នទាកាលមានជីវិតនោះកូនគ្មានគិតម្ដេចរួចវេរាម្ដាយឪទូលមានកូនគ្មានបូជាបំពេញសទ្ធាឲ្យម្ដាយស្មាទានស្ដាប់ធម៌ទេសនាឲ្យម្ដាយជ្រះថ្លារកសួរនិព្វានប្រើម្ដាយធ្វើឆ្នាំឲ្យចាំជើងក្រានថាទៅស្មាទានឲ្យឆាប់មកវិញមើលកូនយកចៅខែនេះកូនទៅដកស្ទូងស្រែមិញម្ដាយទៅរូតរះមកផ្ទះចំណេញម្ដាយប្រាប់ទៅវិញអញស្ដាប់លោកទេកូនថាស្ទូហើយស្ដាប់ចុះម៉ែអើយខែនេះកុំធ្វេសកណ្ដាប់ក្រៀមហែងម៉ែឯងប្រហែសដើរស្ដាប់លោកទេសំណាបចុកថ្នាលមួយខែ4សិលគេថាម្ដាយខ្ជិលពួកកូនតកាលទុកម្ដាយក្រន់ប្រើបំរើធ្ងន់ស្រាលម្ដាយខូចខួរក្បាលលែងស្គាល់ពុទ្ធិកាស្លាប់ទៅជាអស់គេដុតឆេះសោះហើយគេនាំគ្នារើសធៀបដាក់ថោភ្នែកស្លោអនិច្ចាហៅញាតិកាហៅធាតវត្តឲ្យទៅនៅស្ដាប់ធម៌ឲ្យធាតព្រៃអព្រោះលែងប្រើគាត់កាលម្ដាយរស់នៅមិនឲ្យទៅវត្តដុតឆេះខ្មោចម៉ត់ទើបឲ្យទៅថ្កានហេតុនេះអ្នកអើយកុំធ្វើប្រងើយប្រុសស្រីគ្រប់ប្រានបំរើមេត្តាបៃតារំខានទើបសុខសែនខ្សានបានអាយុវែងកុំគប់បីធ្វេសកុំឆ្លោះចេះនឹងម៉ែឪឯងជាតិនេះជាតិក្រោយទុកសោយមិនលែងព្រះពុទ្ធសំដែងច្បាស់ឥតសង្ស័យអវជ័យនរកទម្រាំរួចទុកយូរយាពេកក្រៃអាយុមកកាប់គ្មានរាប់ខែថ្ងៃបើមាននិស័យគឺបរួចមកបានមកកើតជាប្រែតរួចទៅអណ្ដែតកើតជាទេរឆានលុះអស់វេរាទៅជាមនុស្សបានខ្វាក់ខ្វិនក៏មានកថ្លង់ខ្លងស្រែងជាឈួតច្រើនជាតិព្រោះទោសប្រមាថឪពុកម្ដាយឯងមាក់ងាយដល់ព្រះក្នុងផ្ទះឥតក្រែងទើបបានសម្បែងរងទុកឆ្នះណាថ្លែងចប់ប៉ុណ្ណេះសូមបាញ់ឈប់ស្លេះសង្ខេបវាចាថ្លែងមកប៉ុន្មានសូមបានផល្លាដោយក្តីប្រាថ្នាដល់និព្វាន